កុំស្រែកបើស្រែកទៀតអញសម្លាប់ចោលឥឡូវបងធំកូននេះស្អាតណាស់ថ្ងៃនេះពួកយើងសំណាងហើយកុំនិយាយច្រើនប្រញាប់ទាញចូលទៅកុំឲ្យអ្នកណាឃើញលេងដែងឆ្កែចម្រៃមកពីណាហ្នឹងឆាប់ទៅឲ្យឆ្ងាយឆ្កែឈួតហ៊ានខំបងអញផងហើយអញវាសម្រាប់អញឥឡូវនេះកុំធ្វើអីវាអីប្រយ័ត្នកុំខំអញលេងខ្ញុំទៅលេងកុំខំខ្ញុំអាអ្នកស៊ីឆ្កែចាំមើលសិនទៅយើងនឹងត្រឡប់មកវិញអរគុណណាស់អរគុណដែលបានជួយខ្ញុំអរគុណអ្នករងរបួសព្រោះតែជួយខ្ញុំទៅបងនឹងនាំអូនទៅផ្ទះបងនឹងលាងរបួសឲ្យអូនកុំខ្លាចណាកុំខ្លាចអីបងនាំអូនមកដល់ផ្ទះហើយអូនឃ្លានហើយមែនទេបងទៅរកអ្វីឲ្យអូនញ៉ាំណាមកញ៉ាំទៅញ៉ាំចុះនេះសម្រាប់អ្នកញ៉ាំណាញ៉ាំទៅនេះបងធ្វើឲ្យឯងចាប់ពីពេលនេះទៅបងមិនឲ្យអ្នកណាមកធ្វើបាបអញទៀតទេចាប់ពីពេលនេះទៅអញនៅជាមួយបងចុះឲ្យបងដាក់ឈ្មោះឲ្យឯងម្នាក់មួយបានទេអញរត់លឿនម្លេះលឿនដូចជាភ្លេចបន្ទោអញ្ចឹងបងហែងថាភ្លេចបន្ទោចុះភ្លេចបន្ទោកុំខ្លាចអីភ្លេចបន្ទោអ្នកណាខ្ញុំនឹងបានហ្វុកគួយមិញខ្ញុំឃើញគេអូសអញទៅពីអ្នកហ្នឹងបិចហើយអត់អីទេមែនទេខ្ញុំខំតែមកមើលអញហ្នឹងខ្ញុំអត់អីទេអរគុណដែលខ្វល់ខ្វាយពីខ្ញុំអ្នកទៅវិញទៅអត់អីក៏ល្អហើយបើអត់អីចុះបើវាឲ្យខ្ញុំចូលទៅអង្គុយលេងបន្តិចមកខ្ញុំមានរឿងចង់និយាយជាមួយអញបន្តិចមិនបាច់ទេខ្ញុំរៀបចំខ្លួនដេកហើយដេកទើបតែប៉ុណ្្នឹងសោះតែដេកធ្វើអីបើកទ្វារភ្លាមកុំឲ្យខ្ញុំធាក់ទ្វារបើកទ្វារភ្លាមមកបើមិនអញ្ចឹងទេខ្ញុំធាក់ទ្វារបែកហើយសំឡេងអីហ្នឹងស៊ូវ៉ាន់ហឺអញចិញ្ចឹមឆ្កែក្នុងផ្ទះមែនទេបាទខ្ញុំចិញ្ចឹមឆ្កែមួយក្បាលវាសាហាវណាស់បើអ្នកនៅតែធាក់ទ្វារទៀតវាប្រកាសជាខំអ្នកមិនខានឆ្កែអីហ្នឹងខ្ញុំមិនខ្លាចទេស៊ូវ៉ាន់ហឺចាំមើលសិនទៅរឿងនេះមិនទាន់ចប់ត្រឹមនឹងទេសាន់ឌៀនអរគុណណាស់មានអ្នកនៅទីនេះខ្ញុំលែងខ្លាចហើយសាន់ឌៀនអូនភ្ញាក់ហើយមែនទេអាហារពេលព្រឹកជិតរួចហើយឆ្កែឲ្យខ្ញុំត្រូវទៅធ្វើការនៅកន្លែងលោកតាហើយនៅផ្ទះត្រូវចេះស្ដាប់បង្គាប់គុំរត់ទៅណាផ្ទះផ្ដាស់យីទេនៅផ្ទះឲ្យល្អគុំដើរលេងផ្ទះផ្ដាស់យីទេកូនថ្ងៃត្រង់ម៉ាក់នឹងទិញរបស់ឆ្ងាញ់ឲ្យលោកវាងតើលោកចង់ទិញកាវអ្វីដែរទេស៊ូវ៉ាន់ហាងកាយលក់ដាច់ល្អតើក៏គ្រាន់បើដែរលោកគ្រាន់តែល្មមចិញ្ចឹមជីវិតប៉ុណ្ណោះខ្ញុំមើលទៅហាងឯងមួយខែរកបានមិនតិចទេដឹងយកបែបនេះចុះចាប់ពីពេលនេះទៅមួយខែឯងត្រូវបង់លុយថ្លៃការពារឲ្យខ្ញុំខ្ញុំមិននិយាយថាឯងរកស៊ីនៅផ្លូវនេះបានសុខសាន្តលោកវាងខ្ញុំរកស៊ីតែតូចតាចប៉ុណ្ណោះខ្ញុំគ្មានលទ្ធភាពបង់ថ្លៃការពារថ្លៃដល់ថ្នាក់ហ្នឹងទេស៊ូវ៉ាន់កុំឲ្យមុខមិនយកមុខឲ្យសោះបើឯងមិនព្រមបង់លុយថ្លៃការពារទេខ្ញុំសង្ឃឹមថានឹងបានបើកហាងនៅទីនេះខ្ញុំមិនឲ្យទេទីនេះមានច្បាប់មានទម្លាប់ណាអ្នកមិនអាចធ្វើបែបនេះបានទេច្បាប់ហីនៅលើផ្លូវនេះអញនិយាយឲ្យជាច្បាប់ប្រាប់ឲ្យដឹងណាបើថ្ងៃនេះឯងមិនព្រមបង់លុយអញនឹងវាយកំទេចហាងផ្កានេះចោល
ឈប់កុំមកប៉ះហាងខ្ញុំសូវ៉ាន់នេះហើយលទ្ធផលនៃការមិនបង់ថ្លៃការពារអញទុកឱកាសឲ្យឯងម្ដងទៀតតើបងឬមិនបងខ្ញុំមិនបងដាច់ខាតអាអ្នកកាំងអើយវាខ្ញុំចុះអាភ្លេចបន្ទោស៊ូវ៉ាន់នេះហើយជាផលវិបាកនៃការមិនបងលុយថ្លៃការពារខ្ញុំទុកឱកាសឲ្យឯងជាលើកចុងក្រោយបងលុយឲ្យឬអត់ខ្ញុំមិនបងទេអញវាពិតជាអមនុស្សអាក្រក់មែនបានល្អណាស់ក្នុងពេលដែលអញរឹងរូបបែបនេះអញនឹងកំទេចខាងផ្កានេះចោលឲ្យខ្ទេចជួយផងអាចឆ្កែឲ្យចាំមើលសិនទៅអញមិនលើកលែងឲ្យឯងទេយើងទៅភ្លេចបន្ទោអរគុណអ្នកជួយជីវិតខ្ញុំម្ដងទៀតហើយមិនអីទេយើងរៀបចំទុកដាក់វិញទៅសាន់ឌៀនថ្ងៃនេះពិតជាហត់នឿយខ្លាំងណាស់សម្រាប់អ្នកយប់នេះខ្ញុំនឹងធ្វើម្ហូបឲ្យសាច់ជ្រូកដែលអ្នកចូលចិត្តញ៉ាំកុំអើបន្តិចទៀតហើយមកភ្លេចបន្ទោហូបបាយមកមានរឿងអីមែនទេភ្លេចបន្ទោចង់ជួយអីមែនទេភ្លេចបន្ទោកូនចង់ជួយម៉ាក់យកសម្រាមទៅចោលមែនទេភ្លេចបន្ទោកូនឆ្លាតមែនមិននឹកស្មានថាកូនចេះជួយយកសម្រាមទៅចោលសោះបាយរោងភាពយន្តយោភាពយន្តផ្ដាច់មុខមិននឹកស្មានសោះថាបងចេះជួយចោលសម្រាមអូយផ្លាស់បងថែមទាំងចេះបោកផ្ទះទៀតផ្លាស់បងពិតជាពូកែខ្លាំងណាស់មានបងនៅក្បែរអូនពិតជាមានក្តីសុខខ្លាំងណាស់ផ្លាស់បងថែមទាំងចេះបោកខោអាវទៀតផ្លាស់Yoyo Television Series Exclude ហ៊ានខំអីមែនទេនឹងចាប់វាស្ងោរធ្វើម្ហូបឲ្យបានបងធំឆ្កែនោះខ្លាំងណាស់យើងស៊ូមិនបានទេបងមែនហើយបងធំឆ្កែនោះរត់លឿនដូចខ្យល់ហើយខំសាហាវណាស់លើកមុនពួកយើងស្ទើរតែស្លាប់ក្រោមជង្គង់វាទៅហើយអញមានគំនិតមួយយើងអាចលួចដាក់ថ្នាំបំពុលកណ្ដុរក្នុងហាងការរបស់ស៊ូវ៉ាន់ហឺរួចចាំបញ្ឆោតឲ្យឆ្កែនោះចូលទៅក្នុងនោះឲ្យវាស៊ីថ្នាំនោះស្លាប់ចោលទៅដល់ពេលនោះយើងលែងត្រូវខ្លាចវាទៀតហើយបងធំគំនិតនេះពិតជាល្អមែនធ្វើបែបនេះយើងអាចកម្ចាត់វាបានដោយគ្មានអ្នកណាដឹងខ្លួនឡើយថែមទាំងយើងអាចបន្ទប់ថាស៊ូវ៉ាន់ហឺ Face ប្រហែលដាក់ថ្នាំបំពុលចោលក្នុងហាងខ្លួនឯងបានចង់ថាអ្វីក៏វាតាក់ទងមកពួកយើងដែរបងធំពិតជាឆ្លាតមែនសូមអរគុណសម្រាប់ការទស្សនាស៊ូវ៉ាន់ចេញមកក្រៅបន្តិចមកមានរឿងចង់និយាយជាមួយឯងមានរឿងអ្វីបងធំរបស់ខ្ញុំចង់និយាយជាមួយឯងរឿងលុយថ្លៃការពារខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយពួកឯងទេពួកឯងចេញទៅស៊ូវ៉ាន់កុំរករឿងដាក់ខ្លួនពេកថ្ងៃនេះបើឯងមិនព្រមបង់លុយថ្លៃការពារទេនោះកុំសង្ឃឹមថានឹងបានបើកហាងរកស៊ីអីពួកឯងនេះជាក្រុមមនុស្សអាក្រក់ខ្ញុំមិនឲ្យដាច់ខាតពួកឯងឆាប់ទៅឲ្យឆ្ងាយទៅបើមិនទៅទេខ្ញុំនឹងឲ្យសមត្ថកិច្ចហើយសមត្ថកិច្ចមែនទេហើយទៅហើយឲ្យមកមើលមានអ្នកណាហ៊ានមករករឿងឯង
មានរឿងអីភ្លេចបន្ទោកូនមិនឃ្លានមែនទេនេះជាអ្វីនេះគឺជាថ្នាំបំពុលកណ្ដោហើយវ៉ាងហ្វូគីអ្នកពិតជាចិត្តអប្រិយខ្លាំងណាស់អ្នកហ៊ានដាក់ថ្នាំបំពុលភ្លេចបន្ទោយ៉ាងនេះអ្នកនិយាយផ្ដេសអ្វីថ្នាំបំពុលកណ្ដោអីហ្នឹងខ្ញុំអត់ដឹងរឿងអ្វីទាំងអស់គឺអ្នកដែលធ្វើវាក្រៅពីអ្នកគ្មាននរណាធ្វើរឿងបែបនេះទេខ្ញុំនឹងហៅក្រុមសន្តិសុខមកឥឡូវនេះភ្លេចបន្ទោកុំដេញតាមអីបណ្ដោយឲ្យពួកគេទៅចុះសំណាងហើយដែលកូនឆាតមិនបានស៊ីចំណីនោះបើមិនអញ្ចឹងទេម៉ាក់ប្រហែលជាបាត់បង់កូនទៅហើយទេខ្ញុំមិនអាចទុកឲ្យវាបែបនេះបានទេខ្ញុំត្រូវតែធ្វើឲ្យវ៉ាងហ្វូគួយទទួលទោសតាមច្បាប់អាឡូខាងប៉ូលីសមែនទេខ្ញុំចង់រាយការណ៍ពីករណីមានគេមកដាក់ថ្នាំបំពុលកណ្ដោនៅក្នុងហាងការបស់ខ្ញុំដើម្បីបំរុងសម្លាប់ឆ្កែរបស់ខ្ញុំបានតើអ្នកណែណាយើងនឹងទៅដល់ទីនោះភ្លាមជំរាបសួរតើអ្នកមែនទេដែលបានទូរស័ព្ទរាយការណ៍មិញចាស់គឺខ្ញុំនេះហើយអ្នកនិយាយថាមានគេមកដាក់ថ្នាំបំពុលកណ្ដោនៅក្នុងហាងការដើម្បីបំរុងសម្លាប់ឆ្កែរបស់អ្នកមែនទេចាស់ពិតមែនហើយតើអ្នកដឹងទេថាជានរណាជាអ្នកធ្វើគឺវ៉ាងហ្វូគួយដែលរស់នៅផ្ទះជាប់គ្នានេះឯងគាត់តែងតែព្យាយាមបង្ខំឲ្យខ្ញុំបង់លុយការពី10គាត់ខ្ញុំមិនព្រមបង់ឲ្យទេបន្ទាប់មកគាត់ក៏មកបំផ្លាញហាងការរបស់ខ្ញុំកាលពីម្សិលមិញនេះគាត់ត្រូវបានឆ្កែរបស់ខ្ញុំដេញចេញទៅទើបថ្ងៃនេះគាត់មកសងសឹកវិញដោយបំរុងនឹងដាក់ថ្នាំសម្លាប់ឆ្កែរបស់ខ្ញុំវ៉ាងហ្វូគួយអាហីខ្ញុំស្គាល់ឈ្មោះនេះច្បាស់ណាស់គាត់គឺជាមុខសញ្ញាដែលយើងធ្លាប់ដោះស្រាយញឹកញាប់ចូលទៅគំរាមកំហែងអ្នកចិត្តខាងមិនទុកសាកាដេរ៉ូពួកយើងធ្លាប់បានប្រមានវិជាច្រើនដងតែវាមិនដែលចេះរៀងចោលសោះហើយវាថែមទាំងហ៊ានដាក់ថ្នាំបំពុលកណ្ដោដើម្បីបើសិនជាឆ្កែខ្ញុំស៊ីវាចូលទៅមែននោះខ្ញុំពិតជាមិនដឹងថាត្រូវធ្វើយ៉ាងណាទេពួកយើងនឹងស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់បើពិតជាស្នាដៃរបស់វ៉ាងហ្វូគួយមែនពួកយើងនឹងចាត់ការតាមផ្លូវច្បាប់សូមអរគុណច្រើនលោកពុតគាត់ជាមនុស្សដែលតែងតែមកទីនេះជាប្រចាំគាត់ចូលចិត្តគៀបសង្កត់អ្នកជិតខាងឆ្លុះប្រកែកវីតពួកយើងបានប្រមានគាត់ច្រើនដងមកហើយតែគាត់មិនព្រមរៀងប្រាស្រ័យគាត់ហ៊ានដល់ថ្នាក់ដាក់ថ្នាំបំពុលឆ្កែរបស់ខ្ញុំបើសិនជាឆ្កែរបស់ខ្ញុំស៊ីវាចូលទៅមែនខ្ញុំក៏មិនដឹងថាត្រូវធ្វើដូចម្តេចដែរពួកយើងនឹងស៊ើបអង្កេតរឿងនេះឲ្យច្បាស់លាស់បើពិតជាស្នាដៃរបស់វ៉ាងហ្វូគួយមែនពួកយើងនឹងចាត់វិធានការតាមផ្លូវច្បាប់ខ្ញុំបានចាត់ចំណីឆ្កែដែលមានជាតិពុលនោះចោលឲ្យចានធ្មនុខ្ញុំក៏លាងសម្អាតរួចរាល់ដែរប៉ុន្តែម្សៅថ្នាំបំពុលកណ្ដោទាំងនោះវានៅជាប់នឹងចានធ្មនុនៅឡើយទេលោកអាចយកវាទៅពិនិត្យបានសៀវចាងយកចានធ្មនុទៅដាក់ក្នុងថង់ផ្លាស្ទិកទៅមន្ទីរពិសោធន៍នៅប៉ុស្តិ៍ផងបាទលោកប្រធានកុំភ័យអីវាឈប់ភ្លេចបន្ទោវាជាឆ្កែដែលចេះស្ដាប់បង្គាប់ខ្លាំងណាស់វាអត់ចេះខំមនុស្សទេឆ្កែនេះឆ្លាតណាស់អ្នកទៅជាមួយពួកយើងទៅផ្ទះរបស់វ៉ាងហ្វូគួយដើម្បីចង្អុលបង្ហាញមកគាត់ចាស់លោកប្រធានលីពួកអ្នកមកធ្វើអីនៅទីនេះវ៉ាងហ្វូគួយពួកយើងទទួលបានពាក្យបណ្ដឹងថាអ្នកបានដាក់ថ្នាំបំពុលកណ្ដោនៅហាងកាស៊ូវ៉ាន់ក្នុងគោលបំណងបំពុលសម្រាប់ឆ្កែរបស់នាងថាអ្វីណាដាក់ថ្នាំបំពុលកណ្ដោលោកប្រធានលីកុំជឿពាក្យសម្ដីមួយបង្កាច់របស់នាងឲ្យសោះខ្ញុំមិនដែលធ្វើរឿងបែបនេះទេអញនៅហ៊ានប្រកាច់ទៀតគឺអញនឹងហើយដែលធ្វើក្រៅពីឯងគ្មានអ្នកណាធ្វើរឿងបែបនេះទេតើអ្នកមានភស្តុតាងអ្វីមកបញ្ជាក់ថាជាខ្ញុំអ្នកមិនអាចចោទប្រកាន់មនុស្សល្អអត់ហេតុផលបែបនេះទេក្រៅពីអ្នកគ្មានអ្នកណាធ្វើរឿងនេះទេតើអ្នកមានភស្តុតាងអ្វីថាខ្ញុំជាអ្នកធ្វើកុំមកចោទប្រកាន់មនុស្សល្អផ្ដេសផ្ដាស់ឲ្យសោះយើងពិតជាមានភស្តុតាងមែនពេលដែលអ្នកដាក់ថ្នាំបំពុលកណ្ដោយើងបានយកទៅពិនិត្យនៅកន្លែងធ្វើការមាន3យ៉ាងទៀតមិញនេះមានគេឃើញអ្នកនឹងកូនចាត់ទាំងពីរអ្នករបស់កំពុងធ្វើសកម្មភាពគួរឲ្យអាស្រ័យនៅមុខខាងកាន់អ្នកស្រីស៊ូវ៉ាន់ហឺខ្ញុំវ៉ាងហ្វូគួយចូលឆ្លើយការពិតមកតើអ្នកជាអ្នកធ្វើមែនទេបាទគឺខ្ញុំដែលធ្វើហើយអ្វីបានជាអ្នកធ្វើបែបនេះដោយសារតែគាត់មិនព្រមបង់លុយការឲ្យឆ្កែរបស់គាត់ខំខ្ញុំទៀតខ្ញុំខឹងខ្លាំងណាស់ទើបចង់ឲ្យមេរៀនបន្តិចបន្តួចដល់វ៉ាងហ្វូគួយអញនេះពិតជាគ្មានច្បាប់ទម្លាប់មែនអញមិនត្រឹមតែជំរឿនទារប្រាក់គេប៉ុណ្ណោះទេប៉ុនប៉ងសម្រាប់សត្វនេះជាអំពើខុសច្បាប់ខ្ញុំដឹងកំហុសហើយលោកមេប៉ូលីសខ្ញុំលែងហ៊ានធ្វើបែបនេះទៀតហើយគ្រាន់តែដឹងកំហុសគឺចប់ហើយមែនទេយោងតាមច្បាប់គ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈយើងនឹងធ្វើការឃុំខ្លួនរដ្ឋបាលលើរូបឯងចំនួន15ថ្ងៃនឹងពិន័យជាប្រាក់500យួនលោកមេប៉ូលីសកុំធ្វើអីខ្ញុំសូមអង្វរលោកមេតាដោះលែងខ្ញុំទៅខ្ញុំលែងហ៊ានទៀតហើយពេលនេះទើបដឹងថាត្រូវសូមអង្វរមែនទេតែដឹងខ្លួនឥឡូវហ្នឹងឬនាំខ្លួនវាទៅកញ្ញាស៊ូកញ្ញាកុំបារម្ភអីពួកយើងនឹងចាត់ការរឿងនេះតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបើថ្ងៃក្រោយវ៉ាងហ្វូគួយនៅតែមកគ្រប់រឿងកញ្ញាអាចទូរស័ព្ទមកប៉ាត់លោកប្រធានលីមិនអីទេវាជាទូនាទីរបស់ពួកយើង Flash កុំឃើញទេចុងក្រោយមេខ្លងអាក្រក់នោះក៏ត្រូវទទួលទោសដែរ